សមត្ថកិច្ចបណ្ដេញជនបរទេសសរុបចំនួន 1175 នាក់ដែលមាន28សញ្ជាតិចេញពីកម្ពុជាបន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសខុសច្បាប់ជាច្រើនយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាកំឡុងថ្ងៃទី12ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026សមត្ថកិច្ចធ្វើការបណ្ដេញជនបរទេសសរុប1175នាក់ក្នុងនោះមានស្ត្រីចំនួន167នាក់មាន28សញ្ជាតិរួមមានរវ៉ាន់ដាកាមេរូនមីយ៉ាន់ម៉ានេប៉ាល់វៀតណាមឥណ្ឌាស្រីលង្កាចិនហ៊ីមបាវេបង់ក្លាដេសនីសេរីយ៉ាឥណ្ឌូនេស៊ីសេរ៉ានីអូនយូសង់ដាអូឈូពីកេនយ៉ាប៉ាគីស្ថានម៉ាដាកាស្តាកាណាហ្វីលីពីនលីបង់កូរ៉េម៉ាឡេស៊ីអង់គ្លេសប៉ូឡូញចិនតៃវ៉ាន់គៀជីស្ថាននិងកាណាដាអាជ្ញាធរបានបញ្ជាក់ថាក្នុងចំណោមនោះមានជនជាតិចិនចំនួន327នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិដៃជោនិងជនជាតិវៀតណាមចំនួន226នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចក្រីនិងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែនបន្លំឯកសារស្នាក់នៅដោយគ្មានលិខិតឆ្លងដែនចាប់ជំរិតទារប្រាក់ប្រើប្រាស់ទឹកដីការคล้ายៗឆបោកតាមប្រព័ន្ធអនឡាញធ្វើការដែលខុសច្បាប់និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតអាជ្ញាធរបានបន្ថែមទៀតថាក្នុងការបណ្ដេញចេញនេះជាផ្នែកមួយនៃវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសប្រពន្ធរណែបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តពង្រឹងវិធានការបង្ក្រាបនិងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានការលើកលែងនោះឡើយជាមួយគ្នានេះអាជ្ញាធរបានអះអាងថាកិច្ចខិតខំប្រឹងប្រែងនេះមិនត្រឹមតែផ្ដោតលើការចាប់ខ្លួននិងបណ្ដេញចេញនោះទេប៉ុន្តែរួមមានការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់និងជួយពួកគេឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាពផងដែរ